ស្ដីទាំងអស់គ្នានៅក្នុងវីដេអូនេះគឺជាវីដេអូមេរៀនទី2នៃកម្មវិធី Microsoft Excel ចំពោះមេរៀននេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការបើកកម្មវិធី Microsoft Excel តើយើងបើកតាមវិធីណាខ្លះជាមួយនឹងកម្មវិធីមួយនេះទី1អ្នកទាំងអស់គ្នាបើសិនបើយើងមើលសិនបើសិនជាកន្លែងនេះមាន icon កម្មវិធី Microsoft Excel អ្នកទាំងអស់គ្នាអាចចុចមកស្ដាំទៅលើវាហើយយកវាថា open ក៏បានដែរអានេះចំពោះការបើកកម្មវិធី Microsoft Excel ទី2បើសិនបើអ្នកទាំងអស់គ្នាចូលទៅកុំព្យូទ័រណាមួយហើយកុំព្យូទ័រនោះមានកម្មវិធី Microsoft Excel នៅលើ taskbar បែបនេះអ្នកទាំងអស់គ្នាអាចចុចទៅលើនឹងក៏បានដែរបាទចុចវាទៅវាក៏បើកដែរចុចមកឆ្វេងមួយទៅណាទី3វិធីដែលល្អបំផុតសម្រាប់និយាយទៅគឺសម្រាប់អ្នកចេះកុំព្យូទ័រតែម្ដងអ្នកទាំងអស់គ្នាត្រូវចូលទៅប្រអប់ search កន្លែងនេះអញ្ចឹងអ្នកទាំងអស់គ្នាមកចាំមើលនៅលើ icon កន្លែងនេះមកចាំមើលលើ taskbar នេះទេអញ្ចឹងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាចូលទៅប្រអប់ search តែម្ដងហើយវាពាក្យ Excel លើនេះតែម្ដងតោះយើងចាប់ដើមវាដើម្បី search រកកម្មវិធី Microsoft Excel ពេលនោះវានឹងបង្ហាញពាក្យ Excel មកឲ្យយើងចុចយកវាទៅបាទចុចកន្លែងនេះក៏បានកន្លែងនេះក៏បានដែរបន្តមកទៀតវានឹងបង្ហាញផ្ទាំងជាច្រើនដល់អ្នកទាំងអស់គ្នាទី1គឺ blank workbook បាទអ្នកខ្ញុំរីករាយអ្នកទាំងអស់គ្នាយកកន្លែងចុះ blank workbook បើន័យថាកន្លែងនេះគឺសម្រាប់យកនៅផ្ទាំងការងារដែលទទេហើយចំពោះទៅដល់កន្លែងនេះគឺសិតតែ template ទេ template នេះមានន័យថាជារបស់ដែលគេ design ឲ្យស្រាប់ដោយទៅដល់កន្លែងនេះគឺ building statement សម្រាប់ទៅដល់នឹងការទូទាត់បាទហើយទៅដល់ upload អីហ្នឹងគឺមកកណោសិតតែរបស់ដែលគេធ្វើឲ្យស្រាប់ទេជាការល្អអ្នកទាំងអស់គ្នាគួរតែយកទៅនឹង blank workbook ដើម្បីយើងយកទៅកែច្នៃឬក៏ដាក់ទិន្នន័យធ្វើកែច្នៃតារាងខ្លួនឯងនេះយកកន្លែងនេះមកហើយទៅដល់ខាងក្រោមនេះគឺសុទ្ធតែជាបញ្ជីឈ្មោះដែលយើងបាន save ពីមុនវានឹងបង្ហាញឲ្យយើងនៅកន្លែងនេះដើម្បីងាយស្រួលក្នុងការយើងបើកយកឯកសារចាស់ៗដែលយើងបានធ្វើហ្នឹងមកប្រើប្រាស់នឹងការប្រើបន្តអញ្ចឹងយើងយកកន្លែងនេះមកពេលនោះវានឹងបង្ហាញផ្ទាំង workbook មកឲ្យយើងនេះសិតផ្ទាំង workbook ដែលយើងអាចធ្វើការបានហើយអ្នកទាំងអស់គ្នាកន្លែងនេះគឺធម្មតាក្នុង Excel គឺពេលយើងបើកស្លាកកិច្ចការមកគឺមានជាកលាបែបនេះប៉ុន្តែអ្នកទាំងអស់គ្នាមិនបារម្ភទេពេលយើង print មកឯកសារដែលយើងធ្វើនោះគឺមិនមានជាប់កលានោះទេវាជាกระดาษសធម្មតាប៉ុន្តែបើសិនបើអ្នកចង់បានកលាចង់បានបន្ទាត់តើយើងបង្កើតតារាងបន្ថែមទៀតអញ្ចឹងការបង្ហាញមេរៀនទី2របស់ខ្ញុំមានតែប៉ុណ្ណឹងជួបគ្នាមេរៀនក្រោយ